តោះសួស្តីពុកម៉ែបងប្អូនអ្នកគ្នាថ្ងៃនេះខ្ញុំមាន tip មួយនិយាយអំពីរបៀបក្នុងការបើកពន្លឺការពារភ្នែកនៅលើ laptop ឬក៏ desktop យើងគ្រប់សេរីតែម្ដងអូខេអញ្ចឹងសម្រាប់បងប្អូនដែលគាត់ជួបបញ្ហាគាត់ឆ្ងល់ថាហេតុអ្វីបានជាគាត់មើល laptop យូរហើយនៅពេលយប់អីវាឈឺភ្នែកឬក៏កាហាយភ្នែកហូរទៅភ្នែកអីថ្ងៃនេះខ្ញុំមកប្រាប់បងប្អូនពីរបៀបក្នុងការបើកពន្លឺការពារភ្នែកដើម្បីកាត់បន្ថយក្នុងការយើងមើល laptop ច្រើនមកហើយវាឈឺភ្នែកហូរទៅភ្នែកអីកាហាយភ្នែកអីបងប្អូនអូខេអញ្ចឹងគឺ tip នេះល្អខ្លាំងមែនទែនហើយសម្រាប់បងណាដែលគាត់អត់ទាន់បានជួយចុច subscribe ឬក៏តាមដាននៅវីដេអូរបស់ខ្ញុំកុំភ្លេចជួយចុច subscribe ឬក៏ follow page ម្នាក់មួយដើម្បីទទួលបាននៅវីដេអូឬក៏ចំណេះដឹងល្អៗអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅតាមដាននៅវីដេអូទាំងអស់គ្នាអូខេអញ្ចឹងមកដល់ computer យើងដើម្បីចូលទៅកាន់ក្នុងការបើកពន្លឺការពារភ្នែកពេលយប់អូខេយើងទីមួយយើង start ទៅលើ Windows បងប្អូនចុចលើ keyboard ក៏បានដែរយើងចូល start menu របស់វាទៅហើយតមកបងប្អូនស្វែងរកពាក្យថា setting មិនថា Windows 10ឬក៏ Windows 11ទេយើងចូលទៅកាន់ setting ដូចគ្នាអូខេអញ្ចឹងមកដល់ខាងលើនេះបងប្អូនទីមួយបងប្អូនត្រូវឈរទៅលើពាក្យ system អូខេអញ្ចឹងយើងចូលទៅកាន់ system នៃ computer របស់យើងហើយបន្ទាប់មកបងប្អូនងាកមកមើលខាងស្ដាំណៃគេដាក់ពាក្យថា display អូខេអញ្ចឹងបងប្អូនចូលទៅកាន់ display ហើយខ្ញុំសូមបញ្ចូលមួយតែម្ដងអូខេចំណែកខាងលើនេះជាកន្លែងដែលយើងអាចតម្លាក់ឬក៏តម្លើងពន្លឺបានស្រេចតែយើងចង់បានអញ្ចឹងបងប្អូនយើងចង់បាន100% color ពន្លឺច្បាស់ហ្នឹងបងប្អូននឹងជាទូទៅហើយយើងចុចលើ keyboard អីក៏មានដែរអូខេមកដល់ចំណុចដែលយើងត្រូវអនុវត្តតែម្ដងទៅលើការបើកពន្លឺការពារភ្នែកនេះគេដាក់ថ្ងៃឡែកជាប្រភេទពន្លឺពេលយប់អូខេអញ្ចឹងដើម្បីចូលទៅបើកវាបានទី1បងប្អូនគាត់តែចុច turn on នេះមកបងប្អូនគាត់ជាទូទៅវា set display មកវាបើកឲ្យ 100% ឬក៏80ទៅ90% តែម្ដងគឺថាវាលក្ខណៈពណ៌លឿងដើម្បីកាត់បន្ថយនៃ color ពណ៌សកាត់បន្ថយពន្លឺសែងអញ្ចឹងទៅកុំឲ្យយើងឈឺភ្នែកពេលយប់អញ្ចឹងទៅអូខេអញ្ចឹងដើម្បីភាពងាយស្រួលតែម្ដងយើងអាចចូលកំណត់វាបានបងប្អូនគាត់តែចុចលើសញ្ញាព្រួញខាងមុខនេះបងប្អូនសញ្ញាទៅខាងមុខនេះបងប្អូនចូលទៅក្នុងនឹងមកតង់ទៀតទៅអូខេអញ្ចឹងមកដល់ត្រង់ចំណុចនេះយើងអាច set color វាបានដែលយើងចង់បាន100%ភ្លឺខ្លាំងលឿងតិចលឿងខ្លាំងយកបងប្អូនដើម្បីការពារនៅពេលយប់ដែលយើងធ្វើការងារច្រើនអីអូខេនេះបងប្អូនយើងអាច set បានយើងចង់បាន100%ទៅ90 80អញ្ចឹងទៅជាទូទៅយើងអាចប្រើពី50ទៅ80បានហើយឬក៏បងប្អូនដើម្បីភាពងាយស្រួលតែម្ដងបងប្អូនអាច set វាជាម៉ោងទៅដើម្បីភាពងាយស្រួលក្នុងការបើកពន្លឺហ្នឹងអូខេអញ្ចឹងខ្ញុំធ្វើការ set ជាម៉ោងហើយកន្លែងនេះយើងអាចកំណត់ថាចង់វាលឿងប្រមាណភាគរយអញ្ចឹងទៅជាទូទៅយើងដាក់ถึง60ប្រមាណដែរដែលយើងកាត់បន្ថយល្អខ្ញុំមើលធ្វើការដាក់ចាប់ពី65ចុះអូខេអញ្ចឹងដើម្បី set ជាម៉ោងឲ្យវាភ្លឺនៅពេលយប់អូតូតែម្ដងបងប្អូនចូលទៅកាន់ខាងនេះមួយទៀតបងប្អូនturn on មកវានឹងដាក់នេះបងប្អូនគេដាក់ set នេះយើងអាច set ជាម៉ោងបានហើយកន្លែងនេះខ្ញុំបានដាក់ពីម៉ោង 7:30 PM ពេលយប់រហូតដល់ម៉ោង 6:45 AM ពេលព្រឹកអូខេអញ្ចឹងដើម្បីយើងកន្លែងនេះបងប្អូនចង់ set ដាក់ពីម៉ោងប៉ុន្មានក៏បានដែរបងប្អូនអាច select លើវាលេខ7នេះទៅបងប្អូនអាចរើសម៉ោងបានវាមានម៉ោង1ម៉ោង2ម៉ោង3ម៉ោង4ម៉ោង5អីចឹងទៅឬក៏ម៉ោង7 8 9យប់អីចឹងទៅពេលដែលបងប្អូនបើកធ្វើការពេលយប់បងប្អូនអាច set ពីម៉ោងប៉ុន្មានទៅតែម្ដងដើម្បីភាពងាយស្រួលតែម្ដងឬក៏បងប្អូនដែលគាត់ធ្វើការពេលព្រឹកហើយពេលថ្ងៃហើយទៅដល់ពេលយប់បងប្អូន set វាហើយទៅដូចជាបងប្អូនចាប់ដើមការងារពីម៉ោង8យប់អីចឹងទៅបងប្អូនយកលេខ8ទៅហើយបងប្អូនអាចកំណត់នាទីបានទៀតគឺថាល្អមែនទែនវាមាន15នាទី30អីចឹងទៅជាទូទៅយើងអនុវត្តការងារពីម៉ោង8:00 PM ពេលយប់អីចឹងទៅបងប្អូនយកម៉ោង8:00ទៅហើយចុចគ្រីសទៅវានឹង set ទៅពេលយប់អូតូហ្នឹងវាដាក់ PM អញ្ចឹងរាល់ពេលដែលយើងបើកកុំព្យូទ័រនៅម៉ោង8យប់ឡើងទៅវានឹង set color ពន្លឺការពារភ្នែកហ្នឹងអូតូម៉ាទិកតែម្ដងហើយត្រង់ចំណុចខាងក្រោមនេះបងប្អូនអាច turn off វាវិញបានទៅពេលព្រឹកយើងបើកការងារមកគឺវាបិទវិញហើយដោយសារពេលព្រលឹមឡើងយើងអាចបើកពន្លឺ standard ឲ្យវាបានអូតូតែម្ដងអូខេអញ្ចឹងត្រង់ចំណុចនេះបងប្អូនអាចជ្រើសរើសបានថាចង់ឲ្យវាបិទនៅម៉ោងប្រហែលជាទូទៅយើងចេញធ្វើការដល់កន្លែងការងារអីចឹងទៅម៉ោង8ឬក៏ម៉ោង7អីចឹងទៅវា set ពន្លឺដើមមកវិញ
ចឹងខ្ញុំធ្វើការដាក់ម៉ោង 6:30 ឬក៏45អីចឹងទៅបងប្អូនអូខេឥឡូវនេះវា turn off ឡើងវិញអូខេចឹងយើងបាន set ហើយគឺរាល់ពេលដែលម៉ោង 8 យប់ PM វានឹង set អា color ពន្លឺពណ៌រៀងលឿងពណ៌រៀងក្រហមហ្នឹងវា set មក auto តែម្ដងអូខេចឹងត្រង់ចំណុចនេះបងប្អូនចង់បាន auto ក៏បានចង់ចូលទៅបើក direct ផ្ទាល់ក៏បានដែរគឺតាមតាបងប្អូនទេដែលបងប្អូនចង់បាន recommend របស់ខ្ញុំចង់ឲ្យបើកតាមម៉ោង auto តែម្ដងគឺវាល្អនេះបងប្អូនវានឹងដាក់នេះគឺដាក់ម៉ោង 8 PM វានឹង set color ពណ៌នឹងជួនតែម្ដងហើយត្រង់ចំណុចក្រោមទៀតបងប្អូនអាចមើល check មើលលេខបានរឿងនេះវាកម្រិតនៃរូបភាពនៃ setting នៃអេក្រង់របស់យើងទេអូខេអញ្ចឹងក្នុងវីដេអូនេះមានតែប៉ុណ្្នឹងអូខេអញ្ចឹងបងប្អូនបងប្អូនអ្នកគ្នាសម្រាប់ទស្សនានៅវីដេអូមួយនេះកុំភ្លេចជួយចុច like follow page ម្នាក់មួយដើម្បីទទួលបាននូវវីដេអូថ្មីៗនិងចំណេះដឹងល្អៗទៀត